មនុស្សជាតិយើងនៅលើផែនដីទេគឺសំណួរនេះគឺមានការចោទសួរយូរលង់ណាស់មកហើយហើយបើសិនជាយើងមើលទៅក្នុងប្រវត្តិនៅក្នុងព្រះគម្ពីរយើងឃើញមានអំពីការកត់ត្រាអំពីព្រះហើយនិងអរិយសត្តាំងហើយបើសិនជាយើងរៀនអំពីទស្សនវិជ្ជាគឺយើងឃើញអំពីទស្សនៈរបស់ផ្លាតូក៏ដូចជាអារីស្តូលគឺយើងឃើញអំពីការនិយាយអំពីអំណាចខ្មៅហើយនិងពន្លឺគឺភាពងងឹតហើយនិងពន្លឺហើយយើងបើសិនជាយើងមើលឃើញពីរបបដឹកនាំដែលពេលនៅពេលបច្ចុប្បន្នយើងនេះគឺយើងហៅថាអឺប្រជាធិបតេយ្យហើយនិងកុម្មុយនីសនេះគឺជាទំនាក់ទំនងក៏ប៉ុន្តែខ្ញុំមិនរាប់ថារបបដែលហៅបច្ចុប្បន្នប្រជាធិបតេយ្យឬក៏កុម្មុយនីសហៅតែជារបបព្រះឬក៏របបអរិយទេគ្រាន់តែជាពាក្យមួយដែលប្រើនៅក្នុងទស្សនវិជ្ជាគឺ philosophy ដោយសារតែខ្ញុំធ្លាប់រៀន philosophy អញ្ចឹងគឺខ្ញុំប្រើអាពាក្យនឹងនៅជាប់គ្នាតែយ៉ាងណានៅក្នុងព្រះបន្ទូលព្រះអង្គដែលឆ្លើយតបដែលបញ្ជាក់អំពីទំនាក់ទំនងរវាងអារក្សហើយនិងព្រះទី1ព្រះបើយើងនិយាយអំពីសភាវៈគឺជាអង្គសភាវៈល្អព្រះទ្រង់ល្អក៏ប៉ុន្តែបើយើងមើលអំពីសភាវៈរបស់អរិយសត្តាំងវិញគឺវាជាអាទតឹងវាគឺជាមេបះបោហើយវាមិនមែនជាអ្នកដែលបះបោទតឹងប្រឆាំងតែជាមួយនឹងព្រះតែដែលជាសភាវៈល្អប៉ុណ្ណោះទេគឺវាប្រឆាំងគ្រប់ទាំងសេចក្តីល្អទាំងអស់នេះគឺជាសភាវៈរបស់សាតាំងអញ្ចឹងរវាងសភាវៈទាំងពីរគឺព្រះហើយនិងអរិយសត្តាំងគឺយើងមិនអាចនិយាយបានថាព្រះមានទំនាក់ទំនងល្អជាមួយអរិយសត្តាំងក្នុងប្រការណាមួយក្នុងន័យណាមួយនោះទេហើយអរិយសត្តាំងក៏អត់មានកន្លែងណាមួយដែលអាចនឹងមានការប្រកបតាក់ទងឬក៏យើងអាចនិយាយថាមានភាពស្រុះស្រួលគ្នានៅក្នុងផ្នែកណាមួយក្នុងចំណុចណាមួយដែរពីព្រោះសភាវៈទាំងពីរនេះគឺផ្ទុយស្រឡះអំពីគ្នាព្រះយើងអាចនិយាយបាននៅក្នុងតំណាងរូបភាពជាសភាវៈដែលល្អចំណែកអរិយសត្តាំងគឺជាសភាវៈដែលទទឹងទាស់ទទឹងប្រឆាំងគ្រប់ទាំងសេចក្តីដែលល្អគឺប្រឆាំងជាមួយនឹងព្រះហើយប្រឆាំងគ្រប់ទាំងសេចក្តីល្អទាំងអស់វាគឺជាខ្មាំងសត្រូវហើយបើសិនជាយើងមើលនៅក្នុងព្រះគម្ពីរដែលបានបង្រៀននៅក្នុងព្រះគម្ពីរដំណឹងល្អយ៉ូហានបានប្រាប់ថាអរិយវាគឺជាបិតានៃអ្នកកំពូលគឺការបោកបញ្ឆោតការកុហកអីហ្នឹងឯងគឺជាសភាវៈរបស់អរិយសត្តាំងវាគឺជាបិតានៃអ្នកកំពូលហើយនៅក្នុងដំណឹងល្អយ៉ូហានដដែលព្រះយេស៊ូវគ្រីស្ទបានហៅបានបង្រៀនបានប្រាប់ថាអរិយសត្តាំងវាគឺជាអ្នកដែលសម្លាប់គេហើយអំបញ្ញមិញគឺលោកគ្រូបានចែកចាយរួចទៅហើយគឺវាសម្លាប់ខាងឯវិញ្ញាណពីឪពុកម្ដាយដើមរបស់យើងតាំងពីដើមមកដែលនាំឲ្យអាដាមហើយនិងអេវ៉ាបានធ្លាក់នៅក្នុងសេចក្តីល្បួងដែលនាំពួកគេទាំងពីរនាក់ឲ្យទៅក្នុងសេចក្តីស្លាប់ហើយវានឹងឯងគឺជាមេនៃសេចក្តីស្លាប់ដែលនាំសេចក្តីស្លាប់ឲ្យមនុស្សស្លាប់បានស្លាប់ដោយសារតែការបោកបញ្ឆោតរបស់វានៅក្នុងការតំណាក់តំណងនេះគឺបើសិនជាយើងមើលអំពីតំណាក់តំណងអំពីអំណាចរបស់អរិយហើយនិងព្រះគឺអរិយវាអត់មានអំណាចអ្វីទាំងអស់វាអាចធ្វើអ្វីៗបានក្រោមការដឹកនាំរបស់ព្រះបើសំទោសក្រោមការអនុញ្ញាតរបស់ព្រះបើព្រះទ្រង់មិនអនុញ្ញាតឲ្យអរិយវាធ្វើនោះអរិយវាអត់មានអំណាចនឹងធ្វើទេសូមបងប្អូនចាំអរិយវាគឺជាសភាវៈអាក្រក់ហើយវាប្រឆាំងគ្រប់ទាំងសេចក្តីល្អវាមិនមែនត្រឹមតែប្រឆាំងជាមួយនឹងព្រះហើយតែវាប្រឆាំងជាមួយនឹងគ្រប់ទាំងសេចក្តីល្អទាំងអស់គឺអរិយវាអត់ចង់ឃើញមនុស្សយើងមានសន្តិភាពទេវាចង់ឲ្យមនុស្សយើងកើតចំនួនអរិយវាអត់ចង់ឲ្យមនុស្សយើងមានសេចក្តីស្រឡាញ់សុខសាន្តរស់នៅជាមួយគ្នាដោយមេត្រីដោយសេចក្តីសុខសាន្តទេពីព្រោះវាគឺជាសភាវៈអាក្រក់អញ្ចឹងវាទាស់ទទឹងវានៅពេលទីណាមានសេចក្តីសុខសាន្តអរិយវាចង់ឲ្យសេចក្តីសុខសាន្តនោះរសាយបាត់ទៅវាចង់ឲ្យសេចក្តីសុខសាន្តនោះឯងវិនាសបាត់ទៅនេះគឺជាសភាវៈរបស់អរិយហើយអរិយនៅពេលដែលឃើញកូនរបស់ព្រះអ្នកដែលស្រឡាញ់អ្នកដែលជឿលើព្រះយេស៊ូវគ្រីស្ទឬក៏មនុស្សស្វែងរកការល្អអរិយវាតែងតែបង្កើតឲ្យមានចំនួនទាស់តែងគ្នា
គឺពីព្រោះវាគឺជាមេតតឹងវាគឺជាសភាវៈអាក្រក់វាប្រឆាំងគ្រប់ទាំងសេចក្តីល្អវាមិនមែនប្រឆាំងត្រឹមតែព្រះនោះទេគឺឲ្យតែសេចក្តីដែលល្អគឺវាតែងតែប្រឆាំងឧទាហរណ៍មួយទៀតដូចជាពេទ្យធម្មតាពេទ្យឬក៏អ្នកវិទ្យាសាស្ត្រគេតែងតែបង្កើតអ្វីដែលថ្នាំអ្វីដែលល្អសម្រាប់ព្យាបាលជួយមនុស្សឲ្យរួចចេញអំពីរោគគាផ្សេងក៏ប៉ុន្តែអារក្សវាអត់ចង់ឲ្យមនុស្សមានសុខភាពល្អវាអត់ចង់ឲ្យមនុស្សរស់នៅដោយមានកម្លាំងមាំមួននោះទេដូច្នេះដោយសភាវៈអាក្រក់នឹងឯងគឺវាបញ្ចូលវាព្យាយាមបញ្ចូលគំនិតទៅដល់អ្នកវិទ្យាសាស្ត្រឲ្យបង្កើតមេរោគដើម្បីប្រឆាំងជាមួយនឹងមនុស្សប្រឆាំងនឹងសុខភាពរបស់មនុស្សដោយសារតែវាជាសភាវៈដែលអាក្រក់ដូច្នេះយើងនៅតែបន្តឲ្យអស់លោកបងប្អូនតាមដានពីសភាវៈទាំងពីរអារក្សវាគឺជាសភាវៈដែលអាក្រក់ហើយវាប្រឆាំងគ្រប់ទាំងសេចក្តីល្អគឺវាអត់មានចំណែកណាមួយនៅក្នុងសេចក្តីល្អទេក៏ប៉ុន្តែអស់លោកបងប្អូនយើងមើលមនុស្សជាច្រើននៅលើផែនដីនេះគឺគោរពប្រតិបត្តិទៅដល់អារក្សសាតាំងអ្នកខ្លះគេបន់ស្រន់សុំសេចក្តីសុខសាន្តដល់រុក្ខអារក្សអស់លោកបងប្អូនជាពិសេសយើងជាជនជាតិខ្មែរយើងតែងតែជួបប្រទេសហើយគឺបន់ស្រន់សូមអារុក្ខអារក្សទេវតាសុទ្ធតែទេវតាអាក្រក់អារក្សអាក្រក់នឹងឯងដូចយើងអត់ស្គាល់ព្រះដែលជាសភាវៈដែលល្អដ៏ពិតគឺយើងរត់ទៅរកអារក្សដែលជាខ្មាំងសត្រូវនៃសេចក្តីល្អគឺយើងចង់បានការល្អតែយើងអត់ទៅរកព្រះដែលជាសភាវៈល្អទេគឺយើងទៅបន់ស្រន់បួងសួងទៅកាន់អារុក្ខអារក្សទៅដល់អារក្សទៅដល់ទេវតាដែលអាក្រក់ដែលទោះប្រឆាំងជាមួយនឹងគ្រប់ទាំងសេចក្តីល្អហើយវាមិនមែនតែប៉ុណ្្នឹងទៀតគឺវាប្រឆាំងជាមួយនឹងព្រះដែលជាម្ចាស់នៃទាំងអស់យើងមើលអារក្សវាគឺជាសភាវៈដែលអាក្រក់ទោះទៅទាំងជាមួយនឹងគ្រប់ទាំងសេចក្តីអាក្រក់មើលនៅក្នុងព្រះគម្ពីរយោបនៅក្នុងជំពូក1និងជំពូក2អំបញ្ញមិញលោកគ្រូបានលើកឡើងខ្លះដែរអញ្ចឹងនៅអារក្សវាជាក់ស្ដែងវាអាចធ្វើអ្វីបានលើកតែព្រះទ្រង់អនុញ្ញាតឲ្យវានៅពេលដែលអារក្សវាឃើញយោបនិងគ្រួសារទាំងមូលគាត់មានប្រពន្ធកូនជាទីស្រឡាញ់គាត់មានមុខជំនួញគាត់មានសត្វមានទ្រព្យសម្បត្តិដ៏ហូរហៀដែលនៅក្នុងព្រះគម្ពីរយោបនៅក្នុងជំពូក1បានពណ៌នាបានប្រាប់ថាលោកយោបគឺជាមនុស្សម្នាក់ដែលគាត់ជាអ្នកដែលកោតខ្លាចដល់ព្រះហើយគាត់មានកូនមានរបស់ទ្រព្យទាំងអស់ច្រើនជាងគេនៅក្នុងស្រុកខាងកើតបើយើងមើលពីស្រុកខាងកើតប្រហែលជានៅតំបន់រ៉ង់បច្ចុប្បន្នហ្នឹងឯងគឺតំបន់អស់ហ្នឹងគឺនេះគ្រាន់តែជាការសន្និដ្ឋានអញ្ចឹងគឺនៅតំបន់នៅស្រុកខាងកើតនោះគឺលោកយោបគឺជាសេដ្ឋីដែលគ្មាននរណាម្នាក់ដែលមានទ្រព្យសម្បត្តិដូចជាគាត់ទេគាត់មានប្រពន្ធមានកូនជាទីស្រឡាញ់ហើយគាត់មានមិត្តភ័ក្តិមានបាវបំរើអីដ៏ច្រើននោះលោកអញ្ចឹងគឺគាត់រស់នៅដោយសុខសាន្តហើយគាត់ជាមនុស្សដែលកោតខ្លាចដល់ព្រះគាត់ស្រឡាញ់ដល់ព្រះគាត់ជ្រើសរើសយកព្រះដែលជាសភាវៈដែលល្អព្រះដែលល្អហើយព្រះប្រទានគ្រប់ទាំងសេចក្តីល្អរបស់គាត់ក៏ប៉ុន្តែសូមបងប្អូនមើលមកផ្នែកទៀតអារក្សដែលជាសភាវៈអាក្រក់នោះនៅពេលដែលឃើញយោបគាត់រស់នៅក្នុងសេចក្តីសុខសាន្តនៅពេលដែលយោបគាត់កំពុងតែរស់នៅដោយមេត្រីនៅជាមួយនឹងព្រះដោយកោតខ្លាចជាមួយនឹងព្រះគាត់មានទំនាក់ទំនងល្អជាមួយនឹងព្រះហើយនឹងទំនាក់ទំនងល្អជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួនគាត់ហើយមុខជំនួញដែលគាត់ធ្វើទាំងអម្បាលម៉ានមិនថាជាសត្វមិនថាជាការជួញដូរស្បែកឬក៏រោមសត្វឬក៏មុខជំនួញអ្វីនោះទេគឺគាត់មុខរបរគាត់គឺរីកចម្រើនយ៉ាងរលូនក្រោមការប្រទានពររបស់ព្រះដោយសារតែព្រះទ្រង់ជាសភាវៈដែលល្អអញ្ចឹងព្រះប្រទានគ្រប់ទាំងសេចក្តីល្អដល់យោបដោយសារតែលោកយោបកោតខ្លាចដល់ព្រះក៏ប៉ុន្តែអារក្សដែលជាខ្មាំងសត្រូវដែលជាសភាវៈអាក្រក់នោះគឺវាឃើញយោបចេះតែរីកចម្រើនដូច្នេះវាប្រឆាំងគ្រប់ទាំងការល្អគឺយោបនៅក្នុងសេចក្តីល្អអារក្សវាប្រឆាំងនឹងការល្អនេះវាយកនិស្ស័យអាក្រក់របស់វាគឺមកដើម្បីបំផ្លាញគ្រួសារបំផ្លាញសុភមង្គលបំផ្លាញសេចក្តីសុខសាន្តបំផ្លាញទ្រព្យសម្បត្តិដែលគាត់រស់នៅគាត់បានមកដោយកម្លាំងដោយការព្រះប្រទានពររបស់គាត់បំផ្លាញនៅមិត្តភាពនៅក្នុងគ្រួសារនិងនៅក្នុងមុខជំនួយគាត់គឺអារក្សវាចូលមកដល់អញ្ចឹងខ្ញុំសូមអាននៅពីអ្វីដែលអារក្សវានិយាយទៅកាន់ព្រះយេស៊ូវដើម្បីបំផ្លាញដល់យោប
ខ្ញុំសូមអាននៅក្នុងជំពូក1ខ7រហូតដល់ខទី9ពីការដែលសន្ទនាការសុំការអនុញ្ញាតអំពីព្រះដែលអារក្សវាចង់បំផ្លាញយោបដែលកំពុងតែរីកចម្រើនក្រោមព្រះពររបស់ព្រះនៅក្នុងខទី7នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលសួរសាតាំងថាឯងមកពីណាសាតាំងទូលឆ្លើយថាមកពីដើរចុះឡើងទៅមកនៅផែនដីខ8រួចព្រះយេហូវ៉ាទ្រង់សួរសាតាំងថាឯងបានសង្កេតមើលយោបជាអ្នកបម្រើអញឬទេត្បិតគ្មានអ្នកណាមួយនៅផែនដីឲ្យដូចគាត់ឡើយជាអ្នកដែលគ្រប់លក្ខហើយទៀងត្រង់ក៏កោតខ្លាចដល់ព្រះហើយជៀសចេញពីសេចក្តីអាក្រក់ផងនៅខទី8សាតាំងបានឆ្លើយយ៉ាងក៏ក្លឿនទៅកាន់ព្រះហើយនៅខ10បានប្រាប់ថាសាតាំងទូលឆ្លើយទៅព្រះយេហូវ៉ាថាដែលយោបកោតខ្លាចដល់ព្រះអង្គតើឥតមានប្រយោជន៍ទេឬខ10តើទ្រង់មិនបានធ្វើរបងព័ទ្ធជុំវិញព្រមទាំងគ្រួនិងរបស់ដែលគាត់មានទាំងប៉ុន្មានទេឬអីទ្រង់បានប្រទានពរដល់ការដែលដៃគាត់ធ្វើទ្រព្យសម្បត្តិគាត់ក៏បានចម្រើនឡើងនៅផែនដីសូមអានមើលនៅក្នុងខទី12ព្រះយេហូវ៉ាទ្រង់មានបន្ទូលតបថាមើលអញប្រគល់របស់ដែលគាត់មានទាំងប៉ុន្មានទៅក្នុងអំណាចឯងហើយកុំឲ្យតែដាក់ដៃលើខ្លួនគាត់ឡើយដូច្នេះសាតាំងក៏ចេញពីចំពោះព្រះយេហូវ៉ាដែរយើងមើលនៅក្នុងចំណុចទី1នេះគឺព្រះបានលើកសរសើរដល់យោបជាអ្នកដែលរស់នៅដោយកោតខ្លាចដល់ព្រះគាត់រស់នៅក្នុងសេចក្តីល្អគឺគាត់យកព្រះជាគំរូដោយសារតែព្រះទ្រង់គឺជាសភាវៈដែលល្អអញ្ចឹងគឺគាត់ព្យាយាមរស់នៅក្នុងសេចក្តីបរិសុទ្ធក្នុងសេចក្តីគ្រប់លក្ខគាត់មិនឈរបោកគាត់មិនរស់នៅដោយកំផិតគាត់មិនរស់នៅដោយលោភលន់ចង់បានទ្រព្យសម្បត្តិអ្នកដទៃគឺគាត់ធ្វើអ្វីដោយសុចរិតទៀងត្រង់នៅក្នុងពន្លឺដោយសារតែលោកបានកោតខ្លាចដល់ព្រះដែលជាសភាវៈដ៏ល្អដូច្នេះជាការដែលបង្ហាញទៅកាន់ព្រះប្រាប់ថាគាត់ជាអ្នកដែលជឿគាត់ជាអ្នកដែលកោតខ្លាចដល់ព្រះគាត់ចង់រស់នៅក្នុងសេចក្តីល្អរបស់ព្រះតែអរិយសតាំងវាមកមើលគឺអរិយសតាំងវានិយាយមិនមើលយោបមានស្អីទាំងអស់គាត់មានទ្រព្យសម្បត្តិគាត់មានប្រពន្ធជាទីស្រឡាញ់គាត់មានកូនដ៏ឆ្លាតវៃគាត់មានមុខជំនួយជាច្រើននេះដោយសារតែព្រះមិនមែនដោយសារតែគាត់កោតខ្លាចតែព្រះមិនមែនគាត់ជាអ្នកដែលល្អចាយទេក៏ប៉ុន្តែដោយសារតែព្រះជាអ្នកដែលលើកជាអ្នកដែលដាក់ព្រះជាអ្នកដែលឲ្យគាត់មានរបស់ទាំងអស់ហ្នឹងបានជាគាត់កោតខ្លាចដូចជាមានសំណួរដែលសួរថាចុះបើសិនជាអរិយអាក្រក់ហើយមិនបានជាឲ្យអរិយមកលើផែនដីនេះគឺជាអ្វីដែលយោបដែលអរិយកំពុងតែនិយាយគឺយោបបានទទួលល្អគឺមិនមែនដោយសារតែគាត់រស់នៅដោយទៀងត្រង់ដោយយកព្រះជាគំរូទេក៏ប៉ុន្តែអរិយវាចោទប្រកាន់ថាដោយសារតែព្រះនឹងឯងជាអ្នកដែលធ្វើឲ្យយោបកោតខ្លាចដល់ព្រះយើងឃើញនេះគឺជាគំនិតមួយរបស់មនុស្សជាមនុស្សដែលអត់មានព្រះដែលមានតែគំនិតខាងឯសាច់ឈាមជាគំនិតដែលត្រូវបានអរិយវាបញ្ឆោតវាលបួងវាឲ្យមនុស្សនឹងឯងរស់នៅបែបតាមរបៀបដឹកនាំរបស់សភាវៈដែលអាក្រក់គឺតាមអរិយសតាំងអញ្ចឹងនៅពេលនោះព្រះបានប្រាប់ថាតើឯងយល់អញ្ចឹងបើសិនជាយល់តែអញ្ចឹងមែនដូច្នេះចូលអ្នកបំផ្លាញរបស់ទ្រព្យដែលយកគាត់មានទៅបើគិតថាយកគាត់ខ្លាចដល់ព្រះយកធ្វើល្អដោយសារតែមានរបស់ទ្រព្យដោយសារតែព្រះទ្រង់ជាអ្នកដែលការពារដូច្នេះចូលអ្នកដកទ្រព្យសម្បត្តិអ្នកយល់ថាយកគាត់ខ្លាចដល់ព្រះរស់នៅដោយសុចរិតដោយសារតែកូនអញ្ចឹងដកកូនចេញទៅបើសិនជាអ្នកគិតថាយកគាត់ខ្លាចដល់ព្រះរស់នៅក្នុងសេចក្តីសុចរិតមិនលោភលន់មិនចង់បានទ្រព្យសម្បត្តិអ្នកដទៃមិនសម្លាប់មិនប្រព្រឹត្តនៅសេចក្តីកំផិតមិនទន្ទ្រានយកទ្រព្យសម្បត្តិអ្នកដទៃអញ្ចឹងអ្នកឯងដកទ្រព្យសម្បត្តិគាត់ចេញទៅហើយបើសិនជាអ្នកឯងគិតថាមុខជំនួញដោយសារតែមុខជំនួញមុខរបររបស់យោបនឹងរលូនទើបយោបគាត់រស់នៅដោយការកោតខ្លាចដោយសុចរិតដូច្នេះដកយកអាមុខជំនួញទាំងអស់ចេញទៅគឺដើម្បីឲ្យដឹងថាយោបកោតខ្លាចដល់ព្រះយកការល្អនេះគឺមិនមែនដោយសារតែ
ព្រះលើកយកជាមនុស្សអាក្រក់ឲ្យខ្លាយទៅជាមនុស្សល្អទេក៏ប៉ុន្តែយកបានយកព្រះជាគំរូយកព្រះជាគំរូគឺគាត់មិនបណ្ដោយជីវិតរបស់គាត់ទៅរស់នៅតាមសភាវៈអាក្រក់ក៏ប៉ុន្តែគាត់យកជីវិតរបស់គាត់ដាក់ជីវិតរបស់គាត់ក្រោមការដឹកនាំរបស់ព្រះក្រោមពន្លឺរបស់ព្រះដូច្នេះនៅពេលដែលព្រះបានប្រគល់ឲ្យអារក្សវាមានឱកាសយើងមើលនៅក្នុងខទី13បន្តបន្ទាប់មករហូតដល់ខទី19បានប្រាប់ថាពីមួយពេលទៅមួយពេលទ្រព្យសម្បត្តិគឺត្រូវបានដកចេញពីយោបមុខចំនួនត្រូវបានដកចេញពីយោបកូនទាំង7នាក់ត្រូវបានដកចេញពីយោបហើយបើសិនជាយើងមើលនៅក្នុងខទី21នោះគឺយោបគាត់បាននៅតែបន្តគោរពថ្វាយបង្គំដល់ព្រះទៀតខ្ញុំអាននៅខទី20ហើយនិងខទី21នៅពេលដែលគាត់អស់ទ្រព្យសម្បត្តិនៅពេលដែលគាត់អស់កូនរបស់គាត់ទាំង7នាក់ត្រូវបានស្លាប់សត្វទាំងអស់គឺត្រូវបានគេលួចត្រូវបានបំផ្លាញហើយមិនតែប៉ុណ្ណោះទៀតនោះគឺអ្នកបំរើដែលធ្លាប់តែបំរើគាត់ឆ្វេងស្ដាំគឺរត់ចោលពីគាត់អស់លីងដោយសារបើយើងនិយាយទៅមានអ្នកខ្លះស្លាប់មានអ្នកខ្លះទៀតអត់គាត់លែងមានលុយបើកប្រាក់ខែឲ្យទៀតនិយាយឲ្យខ្លីដោយសារតែមុខរបរគាត់ទាំងអម្បាលបានទ្រព្យសម្បត្តិរបស់គាត់ទាំងអម្បាលបានគឺរលាយអស់ហើយអញ្ចឹងនៅក្នុងខទី20និងខទីដល់ខទី22យកបានសរសើរនៅតែបន្តថ្វាយបង្គំដល់ព្រះនៅតែសម្រេចរស់នៅក្នុងពន្លឺរបស់ព្រះដែលយកព្រះធ្វើជាគំរូដល់ជីវិតរបស់គាត់គឺលោកបាននិយាយបែបដូច្នេះខទី20នោះយកក៏ក្រោកឡើងហែកអាវខ្លួនហើយកោសក់រួចផ្ដួលខ្លួនក្រាបចុះដល់ដីថ្វាយបង្គំគាត់អត់បោះបង់ចោលទោះបីអ្វីៗអស់ពីខ្លួនគាត់ប៉ុន្តែគាត់នៅតែថ្វាយបង្គំដោយពាក្យថាទូលបង្គំបានកើតចេញពីផ្ទៃម្ដាយមកដោយខ្លួនទទេហើយនឹងត្រឡប់ទៅវិញដោយទទេដែរព្រះយេហូវ៉ាទ្រង់បានប្រទានមកហើយទ្រង់ក៏បានដកយកទៅវិញសូមឲ្យព្រះនាមព្រះយេហូវ៉ាបានព្រះពរចុះខទី22ក្នុងគ្រប់ទាំងសេចក្តីដែលយោបបាទសំទោសក្នុងគ្រប់សេចក្តីទាំងនោះយោបមិនបានធ្វើបាបឡើយក៏មិនបានប្រកាន់ទោសដល់ព្រះដែរយល់ឃើញទោះបីជាមានការចោទប្រកាន់អំពីអារក្សសាតាំងដែលជាសភាវៈអាក្រក់វាគឺជាខ្មាំងសត្រូវជាមួយនឹងព្រះហើយវាគឺជាខ្មាំងសត្រូវដែលទាស់ជាមួយគ្រប់ទាំងសេចក្តីដែលល្អវាអត់ចង់ឲ្យមនុស្សមានសុភមង្គលវាអត់ចង់ឲ្យមនុស្សមានបានដោយសេចក្តីសុចរិតវាអត់ចង់ឃើញមនុស្សណាម្នាក់ដែលកោតខ្លាចដល់ព្រះដោយស្រឡាញ់ព្រះអស់អំពីចិត្តរស់នៅក្នុងសេចក្តីល្អទេហើយវាចោទប្រកាន់យោបដែលជាអ្នកបម្រើព្រះអង្គនៅចំពោះព្រះប្រាប់ថាយោបថ្វាយបង្គំព្រះដោយសារតែប្រពន្ធស្អាតទើបគាត់អត់ទៅកំផិតគាត់បានចោទប្រកាន់យោបទៅចំពោះព្រះបានប្រាប់ថាដោយសារតែកូនរបស់យោបទាំង7នាក់សិតតែអ្នកឆ្លាតសិតតែអ្នកមានអំណាចសិតតែអ្នកចេះដឹងរូបរាងស្អាតសង្ហាហើយគាត់ចោទប្រកាន់យោបនៅចំពោះព្រះបែបឆ្នោះគាត់ចោទប្រកាន់ដល់យោបទៀតថាយោបគឺជាអ្នកមានទើបគាត់អត់ចេះទៅលួចប្លន់អត់ទៅកេងប្រវ័ញ្ចអ្នកដទៃគាត់មានសត្វគាត់មានទ្រព្យសម្បត្តិដូច្នេះគាត់ទៅលួចគាត់ចង់បានទ្រព្យសម្បត្តិអ្នកដទៃអីទៀតពីព្រោះគាត់មានអស់ទៅហើយនេះគឺជាការចោទប្រកាន់របស់អារក្សសាតាំងដែលជាសភាវៈអាក្រក់ហើយម្យ៉ាងវិញទៀតគឺយោបគាត់មានត្រូវការទៀតពីព្រោះគាត់មានអ្នកបម្រើវែងស្នាមក៏អត់មានអីខ្វល់ទាំងអស់ដោយសារតែគាត់មានទាំងអស់ទើបគាត់អត់ប្រព្រឹត្តអំពើបាបអាកន្លែងនេះខ្ញុំសូមរំលឹកបន្តិចអស់លោកបងប្អូនអ្នកខ្លះគាត់បាននិយាយថាហេតុអីបានជាអ្នកឯងទៅលួចគេគឺគាត់បានសារភាពថាដោយសារខ្ញុំអត់ទើបខ្ញុំទៅលួចគេនេះគឺជាគំនិតអារក្សលោកបងប្អូនគឺជាគំនិតអារក្សដែលជាសភាវៈអាក្រក់ដែលវាបណ្ដាលវាគ្រប់គ្រងវាបណ្ដាលចិត្តមនុស្សឲ្យទៅធ្វើការអាក្រក់ដោយសារអីដោយសារតែខ្វះខាតទើបទៅលួចគេតែយើងមើលយោបនៅកន្លែងនេះអារក្សវាចោទប្រកាន់ថាយោបអត់ធ្វើបាបដោយទៅលួចគេទៅចោទកេងប្រវ័ញ្ចទ្រព្យសម្បត្តិរបស់គេដោយសារតែយោបមានទាំងអស់ទើបគាត់អត់ទៅលួចគេគាត់អត់ទៅកេងប្រវ័ញ្ចរបស់ទ្រព្យគេក៏ប៉ុន្តែយើងមើលនៅក្នុងខទី20ដល់ខទី22ដែលព្រះបន្ទូលព្រះអង្គបានចែងច្បាស់យោបកោតខ្លាចដល់ព្រះយោបរស់នៅដោយសុចរិតមិនមែនដោយសារតែគាត់
មានរបស់ទ្រព្យទាំងអស់នៅលើផែនដីនោះទេក៏ប៉ុន្តែដោយសារតែគាត់បានសម្រេចយកព្រះជាគំរូនៃជីវិតព្រះគឺជាសភាវៈដ៏ល្អគឺគាត់សម្រេចចិត្តជ្រើសរើសនឹងដើរតាមព្រះដែលជាសេចក្តីល្អគឺគាត់មិនបង្ខូចជីវិតខ្លួនទៅតាមគ្រប់ទាំងរបស់ដែលអាក្រក់នោះទេដូច្នេះយោបនៅតែជាប់នៅក្នុងសេចក្តីល្អនៅក្នុងសភាវៈដែលល្អដដែលអត់បណ្ដោយខ្លួនទៅតាមអារៈដែលជាមេលបួងនោះទេនៅក្នុងព្រះគម្ពីរអេភេសូតជំពូក2ខ1ដល់ខ3ដែលស្វាពលបានប្រាប់បានលើកទឹកចិត្តបានប្រាប់ទៅដល់ពួកជំនុំនៅទីក្រុងអេភេសូតដែលបានជឿដល់ព្រះដូចដែលពីមុនឡើយគេរស់នៅដូចជាអ្នកដែលអត់ស្គាល់ព្រះបាទជាការពិតពួកគេមិនមែនជាអ្នកដែលជឿព្រះគឺគេរស់នៅតាមសេចក្តីអាក្រក់ខ្ញុំសូមអានមួយពរទៀតចុះនៅក្នុងព្រះគម្ពីរអេភេសូតជំពូក2ខ្ញុំអានខ1និងខ2សម្រាប់បងប្អូនទាំងអស់គ្នារៀងវែងបន្តិចអស់លោកបងប្អូនហើយជម្រាបទៅលោកគ្រូផងដែររៀងវែងបន្តិចដោយសារតែខ្ញុំឃើញថាកន្លែងនេះគឺល្អមែនតើហើយដូចជាមានការប៉ះពាល់ដល់ជីវិតខ្ញុំផ្ទាល់ផងដែរនៅក្នុងព្រះគម្ពីរអេពីសូតជំពូក2ខ1ដល់ខ2ពីដើមអ្នករាល់គ្នាក៏ស្លាប់ក្នុងការរំលងហើយក្នុងអំពើបាបដែរខ2បានចែងបែបដូចនេះការដែលអ្នករាល់គ្នាបានប្រព្រឹត្តតាមរបៀបលោកីនេះគឺតាមមេគ្រប់គ្រងរាជលើអាកាសជាវិញ្ញាណដែលសពថ្ងៃនេះបណ្ដាលមកក្នុងពួកមនុស្សរឹងត្រចែកតើប្រាប់យើងយ៉ាងដូចម្ដេចអស់លោកបងប្អូននៅក្នុងនេះគឺបានប្រាប់យើងយ៉ាងច្បាស់បានប្រាប់ថានៅពេលដែលអត់មានព្រះអត់យកព្រះជាគំរូនៅក្នុងជីវិតអត់មានព្រះដែលជាពន្លឺដែលព្រះយេស៊ូវព្រះអង្គប្រាប់ហៅអង្គទ្រង់ថាទ្រង់គឺជាពន្លឺនៃលោកីដូច្នេះនៅពេលដែលមនុស្សអត់មានពន្លឺអត់មានព្រះដែលជាសភាវៈល្អធ្វើជាគំរូតាមអត់ត្រាប់តាមអត់មានយកព្រះត្រាប់តាមគឺចូលចិត្តរស់នៅតាមមហិច្ឆតាតាមសេចក្តីពងប្រាថ្នារបស់ខ្លួនអាសេចក្តីពងប្រាថ្នាអាមហិច្ឆតារបស់ខ្លួនឯងនៅក្នុងព្រះគម្ពីរបានប្រាប់ថាអានឹងគឺជាគំនិតដែលជាអំណាចរបស់អរិយដែលនៅក្នុងពួកមនុស្សដែលរឹងចចេះនៅក្នុងខ3បានប្រាប់ថាយើងរាល់គ្នាទាំងអស់ក៏បានប្រព្រឹត្តក្នុងពួកនោះពីដើមដែរដែលដោយសេចក្តីពងប្រាថ្នារបស់សាច់ឈាមយើងទាំងប្រព្រឹត្តសេចក្តីដែលសាច់ឈាមនិងគំនិតយើងចង់បានផងហើយតាមកំណើតយើងនោះយើងជាមនុស្សជាប់ក្នុងសេចក្តីខ្ញាល់ដូចជាមនុស្សឯទៀតដែរដោយសារតែអត់មានព្រះគឺរស់នៅក្នុងសេចក្តីអាក្រក់គឺរស់នៅក្រោមអធិពលក្រោមអំណាចរបស់អរិយដែលជាសភាវៈដែលអាក្រក់មានទំនោរទៅរកការអាក្រក់តែងតែទាស់ប្រឆាំងគ្រប់ទាំងការល្អជានិច្ចទាស់ប្រឆាំងជាមួយនឹងព្រះដែលជាសភាវៈដែលល្អទាស់ប្រឆាំងជាមួយនឹងគ្រប់ទាំងសេចក្តីល្អតែងតែកើតចិត្តចំណែនគ្នាឃើញគេល្អមិនបានឃើញគេមានបានជាងមិនបានឃើញគេស្អាតជាងមិនបានឃើញគេខ្ពស់ជាងមិនបានចេះតែកើតចិត្តចំណែនឃើញគេស្លៀកពាក់ប្រើសម្ភារៈដែលល្អជាងមិនបាននេះគឺគំនិតដែលមកអំពីសាច់ឈាមដែលនៅក្រោមការគ្រប់គ្រងរបស់អរិយសតាំងដែលនៅក្នុងសភាវៈដែលអាក្រក់ក៏ប៉ុន្តែអស់លោកបងប្អូនបើកាលណាយើងនៅតែបណ្ដោយខ្លួនទៅតាមសភាវៈដែលអាក្រក់តាមអំណាចតាមការដឹកនាំរបស់សភាវៈដែលអាក្រក់តាមវិញ្ញាណគឺជាអរិយសតាំងបើយើងនៅតែបណ្ដោយតាមអំណាចរបស់អរិយសតាំងឲ្យវាដឹកនាំនោះគឺនឹងចូលទៅដល់សេចក្តីស្លាប់ពីព្រោះអរិយវាប្រឆាំងជាមួយព្រះហើយវានាំអស់លោកបងប្អូនហើយនឹងខ្ញុំប្រឆាំងជាមួយព្រះគឺវាតែងតែទាស់ប្រឆាំងជាមួយនឹងព្រះវាតែងតែទាស់ប្រឆាំងជាមួយគ្រប់ទាំងសេចក្តីល្អទាំងអស់អស់លោកបងប្អូនដូច្នេះបើអស់លោកបងប្អូនគិតថាបងប្អូនមិនទាន់មានសភាវៈដែលល្អសម្រាប់ដឹកនាំនោះទេបងប្អូនមិនទាន់ស្គាល់ពន្លឺដ៏ពិតអត់ទាន់មានព្រះដែលនៅក្នុងលោកីអត់ទាន់មានព្រះនៅជាគំរូសម្រាប់បងប្អូនឲ្យបងប្អូនចេញអំពីសេចក្តីស្លាប់ចេញអំពីការប្រឆាំងជាមួយនឹងសេចក្តីពិតនោះទេចេញអំពីការប្រឆាំងជាមួយនឹងព្រះនោះទេសូមសម្រេចចិត្តនៅពេលនេះគឺព្រះយេស៊ូវគ្រីស្ទព្រះអង្គមានបន្ទូលប្រាប់ថាខ្ញុំជាពន្លឺនៃលោកីខ្ញុំជាពន្លឺនៃលោកីព្រះអង្គគឺជាសភាវៈដែលល្អព្រះអង្គមកបំភ្លឺដើម្បីឲ្យយើងបានស្គាល់នៅសេចក្តីពិតឲ្យយើងបានស្គាល់អ្វីទៅ
ជាសភាវៈដែលល្អដ៏ពិតប្រាកដអ្វីទៅជាជីវិតដែលរស់នៅដោយសុចរិតដោយបរិសុទ្ធជីវិតដែលពេញបរិបូរណ៍គឺមិនបានបំផ្លាញដោយសារតែការអូសទាញរបស់អរិយសត្តាំងវាគឺជាមេនៃសេចក្តីស្លាប់វាជាមេកំពូតវាភូតហូបវាបញ្ឆោតយើងឲ្យយើងទាស់ប្រឆាំងជាមួយនឹងព្រះទាស់ប្រឆាំងគ្រប់ទាំងសេចក្តីល្អហើយអរិយសាតាំងវាគឺជាឃាតករវាសម្លាប់ឪពុកម្ដាយដើមយើងហើយវាសម្លាប់